បាទសូមបង្ហាញពីបច្ចេកទេសអបពីមុំធំអាន់ម៉ាគីមានន័យថាជំហរធំរងក្តៅក្រៅចូលក្នុងអញ្ចឹងយើងផ្ដើមចេញពីចលនារងក្រៅចូលក្នុងបែបម៉េចអញ្ចឹងអស់គ្នាមុននឹងធ្វើចលនារងយើងលូកដៃស្ដាំទៅខាងមុខអានឹងបើសិនបើជាយើងទៀតរងដៃឆ្វេងដែលយើងត្រូវរងលូកឡើងទៅខាងលើបែបនេះបន្ទាប់មកគឺយើងធ្វើការបង្វិលចូលក្នុងពេលហ្នឹងយើងទាញដៃស្ដាំចូលមកដល់ចំណុចកណ្ដាលបង្វិលកោះដៃចូលបែបនេះអញ្ចឹងរូបភាព1 2 3 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159
2 3 គឺបែបនេះ1 2 3 1 2 3 ដល់នេះទៅដល់1យើងលូកដៃស្កាន់2យើងទីដៃឆ្វេងមក2 3គឺបែបនេះទៅដល់ដៃស្មើដៃនេះគឺរៀនអក្សរនេះបែបនេះម្ដងទៀត1នេះយើងលូកស្មើមកខាងនេះ1 2 1 2